កាន់តែក្តៅហើយមុននេះបន្តិចសម្ដេចតេជោនិងសម្ដេចធិបតីឆ្លើយតបទៅថៃបែបនេះក្រោយថៃគម្រាមផ្ដាច់អគ្គិសនីនៅយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2025ពាក់ព័ន្ធនឹងថៃគម្រាមផ្ដាច់អគ្គិសនីស្រាប់តែនៅមុននេះបន្តិចសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានធ្វើការចេញសារដោយឆ្លើយតបទៅប្រទេសថៃបែបនេះថាថ្មីនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគម្រាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួនឲ្យកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជាសម្ដេចបានបន្តថាដើម្បីកុំឲ្យវែងឆ្ងាយឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬក៏មិនកាត់ឬក៏កាត់ពេលណានោះកម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកទិញពីប្រទេសថៃទេសម្ដេចបានបន្តទៀតថាឯកឧត្តមជាវណ្ណិតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ទើបរាយការណ៍មកខ្ញុំថាចាប់ពីម៉ោង12យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិកឬប្រតិបត្តិការអ៊ីនធឺណិតទាំងអស់នៅកម្ពុជានឹងបញ្ឈប់ការទិញអ៊ីនធឺណិតពីប្រទេសថៃដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងសំណេរដដែលសម្ដេចបានបន្តទៀតថាដោយឡែកឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាគ្រប់គ្រាន់ដោយខ្លួនឯងបន្ថែមលើក្រសួងពីរខាងលើខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជាពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុដើម្បីដាក់ចេញនូវវិធានការផ្សេងបន្ថែមទៀតប្រសិនបើអ្នកមានការគម្រាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរពាក់ព័ន្ធនឹងករណីនៃប្រទេសថៃគម្រាមកាត់ផ្ដាច់អគ្គិសនីនេះផងដែរសម្ដេចតេជោហ៊ុនសែនក៏បានធ្វើការបង្ហោះសារនៅលើគណនីភ័យផ្លូវការរបស់សម្ដេចដែលមានខ្លឹមសារបែបនេះថាកន្លងមកក្រុមជ្រុលនិយមថៃដោយមានការគ្រប់គ្រងពីពួកយោធាដែលនិយមសង្គ្រាមបានគម្រាមមកកម្ពុជាថានឹងធ្វើការកាត់ភ្លើងកាត់អ៊ីនធឺណិតកាត់ភ្លើងអីបើកម្ពុជាមិនប្រើភ្លើងថៃផងកាត់អ៊ីនធឺណិតអីបើកម្ពុជាមានអ៊ីនធឺណិតប្រើគ្រប់គ្រាន់ហើយនោះសម្ដេចតេជោបានបន្តទៀតថាខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាចំនួនយោធានៅតំបន់មួយរីករាលដាលដល់កន្លែងផ្សេងទៀតនិងកុំរីករាលដាលដល់វិស័យផ្សេងទៀតតែពេលនេះវាបានរីករួចស្រេចទៅហើយដូចជាការបិទព្រំដែនជាឯកតោភាគីបន្ថយចំនួនថ្ងៃស្នាក់នៅជាឯកតោភាគីនិងការគម្រាមកាត់ភ្លើងកាត់អ៊ីនធឺណិតការរាយលួចបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនឹងចិត្តបើបានជាជ្រុលរបៀបនេះទៅហើយខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថាក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរសម្ដេចបានបន្តថាកម្ពុជាមិនគួរខ្លាចថៃបណ្ដេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេព្រោះរឿងនេះយើងក៏លំបាកថៃក៏លំបាកដោយសារក្រុមហ៊ុនថៃខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែររឿងទាំងនេះសុទ្ធតែជាការផ្ដល់មតិសម្រាប់ការពិចារណាតែរឿងគួរតែធ្វើភ្លាមនេះគឺការបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជានេះបើតាមការបង្ហោះសារនៅលើគណនីភ័យផ្លូវការរបស់សម្ដេចតេជោនៅថ្ងៃទី12ខែមិថុនាឆ្នាំ2025